នេះហើយគឺជារូបភាពនៅពីក្រោយព្រិលស្អាតបាទបងប្អូនអរគ្នាលាក់មកដំបងគឺស្អាតណាស់សបាយថតណាស់សបាយណាស់ប៉ុន្តែនៅពេលដែលវាធ្លាក់មកច្រើនពេកបងប្អូនអរគ្នាមើលហើយទិដ្ឋភាពពួកខ្ញុំត្រូវបកាយផ្លូវដើម្បីយកឡានចូលដើម្បីដឹកទំនិញចេញពីរោងចក្រអញ្ចឹងទៅហើយនេះគឺជាហានិភ័យមួយទៀតផងដែរសម្រាប់ព្រិលធ្លាក់ខ្លាំងពេកធ្វើឲ្យដំបូងរោងចក្រវាទ្រាំទ្រអត់បានវាត្រូវបាក់ខ្ទេចតែម្ដងបងប្អូនអរគ្នាហ្នឹងហើយនេះជាហានិភ័យក៏ដូចជាភាពអវិជ្ជមានសម្រាប់ព្រិលធ្លាក់មកម្ដងណាបងប្អូនអរគ្នាហើយរោងចក្រនៅប្រទេសកូរ៉េនេះគឺគេមានធានារ៉ាប់រងគេមានអីបងប្អូនអរគ្នាប៉ុន្តែធានារ៉ាប់រងបានតែរោងចក្រដែលគ្រឹះធំនៅជាប់នេះណាតែរោងចក្រដែលយ៉ាបគេតយ៉ាបនេះគឺអត់មានផូហមអត់មានធានារ៉ាប់រងទេគឺត្រូវចំណាយលុយផ្ទាល់ខ្លួនឯងដើម្បីជួសជុលដើម្បីសាងសង់សារជាថ្មីឡើងវិញព្រិលធ្លាក់ឆ្នាំនេះវាខុសប្លែកពីឆ្នាំរាល់ដងមិនដែលឃើញព្រិលណាធ្លាក់ច្រើនខ្លាំងលក្ខណៈនឹងទេធ្លាក់បងប្អូនអរគ្នារាល់ឆ្នាំរាល់ដងគឺធ្លាក់ត្រឹមតែ1ម៉ោងទៅ2ម៉ោងគឺឈប់ហើយប៉ុន្តែឆ្នាំនេះគឺចម្លែកអីធ្លាក់ដល់ទៅមួយយប់មួយថ្ងៃនៅតែធ្លាក់បន្តធ្លាក់រហូតបងប្អូនអរគ្នាធ្វើឲ្យព្រិលច្រើនខ្លាំងមែនទែនធ្វើឲ្យប៉ះពាល់ទៅដល់រោងចក្រនៅប្រទេសកូរ៉េច្រើនមែនទែនហើយធ្វើឲ្យអនិច្ចកាយជាច្រើនដែលត្រូវរោងចក្រខូចខាតជាច្រើនដូចជាតកែរបស់ខ្ញុំផងដែរគឺខូចខាតរោងចក្រច្រើនមែនទែនតែសាងសង់ហើយទេរោងចក្រធ្វើតាំងពីខែ2ឥឡូវចូលខែ2វិញមិនតាន់បានមួយឆ្នាំទេត្រូវបានរលំរលាយខ្ទេចអស់បាត់ទៅហើយហ្នឹងហើយគេថាមានពោហមមានធានារ៉ាប់រងទេគឺគ្មានទេបងប្អូនអរគ្នាមកគឺធានារ៉ាប់រងបានតែរោងចក្រដែលធំនឹងអីអានេះក៏ធ្វើឃ្លាំងដើម្បីផ្ទុកអីវ៉ាន់ដើម្បីធ្វើតយ៉ាប់ដាក់អីវ៉ាន់កុំឲ្យត្រូវព្រិលកុំឲ្យត្រូវភ្លៀងណាដើម្បីទប់ព្រិលកុំឲ្យធ្លាក់លើអីវ៉ាន់លើអីប៉ុន្តែវាមិនអាចទប់ជាប់ទេគឺធ្លាក់ព្រិលមកក៏ត្រូវបាក់ខ្ទេចតែម្ដងណានេះហើយគឺជាភាពមិនស្អាតនៅខាងក្រោយភាពស្អាតរបស់ព្រិលហ្នឹងហើយព្រិលមើលទៅឃើញស្អាតណាស់ប៉ុន្តែវាធ្លាក់មកច្រើនពេកគឺមិនស្អាតទេបងប្អូនអរគ្នាគឺរួមទៅវាលំបាកស្រុបសពបែបយ៉ាងលំបាកតាំងពីការធ្វើដំណើរលំបាកគ្រប់បែបយ៉ាងតែម្ដងពេលដែលធ្វើការគឺវេទនាគេមកបងប្អូនគ្នាពេលដែលវាតិចពេលដែលវាកកព្រិលឡើងខ្លាយជាតកកណាវាតិចខ្លាំងមែនទែនសង្កថាពិបាកទាំងដើរសំថាឡើងបើកឡានដើម្បីតែដើរហ្នឹងក៏វេទនាដែរបងប្អូនគ្នាហើយនេះហើយគឺជាសាកសពរោងចក្រដែលបន្ទាប់ពីព្រិលធ្លាក់មកត្រូវបានបាក់ខ្ទេចនោះប្រមូលសាកសពបាននៅបានផ្លាស់ហើយប្រមូលទុកម្ដុំបានខ្លះហើយបងប្អូនគ្នាត្រូវជួលគេមករៀបចំត្រូវជួលគេមកលើករោងចក្រសាដើមទៀតឬអស់ថាវិការច្រើនបងប្អូនគ្នាថាវិការរបស់តកែទេហើយខ្ញុំត្រូវចិត្តដាច់ចំណាត់ទៀតអញ្ចឹងហើយគឺមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេលុយអំណាចឆ្នាំបាទនិយាយលេងបងប្អូនគ្នាហើយវីដេអូនេះក៏បានទីបញ្ចប់ហើយបងប្អូនគ្នាកុំភ្លេច follow កុំភ្លេច like ក្នុងវីដេអូនេះមួយម្នាក់មួយផងបងប្អូនគ្នាអរគុណច្រើនសូមជម្រាបលា